បើយើងជ្រុលវៃមិនបានខំរៀនមិនមានចំណេះប៉ុន្តែមានមុខរបរតូចមួយរកលុយបានរាល់ថ្ងៃមិនអាចខ្លាយជាអ្នកមានប៉ុន្តែរស់សុខស្ដាយតែយើងគួរធ្វើអ្វីផ្សេងដើម្បីអាចមានបានដែរទេអូខេពាក្យពីរម៉ាត់ណាកន្ធាបានសុខស្ដាយពាក្យមួយម៉ាត់ដំបូងគឺសុខស្ដាយមានន័យថាយើងមានមុខរបរតូចមួយហើយប្រាក់ចំណូលយើងក៏យើងទុកទៅបានដែរណារៀនរកស៊ីទៅតាមហ្នឹងដែរប៉ុន្តែរៀនអីឧទាហរណ៍ខ្លួនឯងលក់ដូរគ្រឿងសំណង់ខ្លួនឯងចេះធ្វើបញ្ជីទេចេះតិចតួចមិនស្ទាត់អញ្ចឹងរកសិទៅរបៀបរៀនធ្វើបញ្ជីយកមកអានដើម្បីធ្វើបញ្ជីឲ្យត្រឹមត្រូវចុះការវាយតម្លៃប្រាក់ចំណេញចេះទេមិនគាត់ចេះទេរកវិធីរៀនការធ្វើរបៀបវាយតម្លៃប្រាក់ចំណេញចុះរបៀបទិញតំណែងចូលទិញឥឡូវចំណេញហើយប៉ុន្តែចេះទិញឲ្យថោកជាងមុនហើយលក់បានលឿនជាងមុនទេរកសិទៅតើតើនឹងរបៀបទិញចូលឲ្យថោកហើយលក់ឲ្យបានច្រើនចាញ់ដើម្បីបានបរិមាណតើចេះគិតអំពីភាគរយនៃបរិមាណឆ្ពោះទៅកាន់គោលដៅនៃការតម្លើងប្រាក់ចំណូលទេហើយជាមួយគ្នានឹងចេះតម្លើងប្រាក់ចំណេញទេបើអត់ចេះទេរកសិទៅអានដើម្បីរៀនមុខរបរនៅតែធ្វើប្រាក់ចំណូលលុយកាក់មកចាំជីវិតធម្មតាតែការរៀនធ្វើបញ្ជីការរៀនវិភាគតម្លៃតំណែងការចេះធ្វើបញ្ជីស្តុកការចេះទិញតំណែងហើយលក់បានលឿនការចេះទិញឲ្យថោកហើយលក់ថោកហើយបានចំនួនច្រើនដើម្បីបង្កើនចំណូលការចេះបង្កើនភាគរយនៃចំណេញការចេះរកប្រភពទិញចូលច្រើនកន្លែងការធ្វើឲ្យការវិខ្ចប់ឬការបញ្ជូនតំណែងងាយស្រួលបន្តិចម្ដងមុខរបរនឹងរីកធំជាស្វ័យប្រវត្តិហើយបន្តមកទៀតក៏អាចយល់ដឹងថាមុខរបរហ្នឹងត្រូវបែកនៃគ្រៀងទៅណាណាកន្ធាជួនកាលលក់គ្រឿងសំណង់សាស្ត្រតែចៃដន្យអីមើលឃើញដីម្ដុំនោះអាចនឹងអភិវឌ្ឍដីនៅបានដំបូងអភិវឌ្ឍជាហាងតំណែងឬក៏អភិវឌ្ឍជាផ្ទះលក់ដូរផងរស់នៅផងឬក៏អាចស្អីមិនរឿងបរិយាឬអីទេគ្រាន់តែអភិវឌ្ឍពី3ខ្នងជួនកាលទៅសាស្ត្រតែអភិវឌ្ឍទៅខ្លាយទៅជាភោជនីយដ្ឋានខ្លាយទៅជាទីកំសាន្តអីឬក៏ខ្លាយទៅជាឃ្លាំងសម្រាប់អ្វីមួយឬក៏ខ្លាយទៅជាម្ចាស់ដូរដាក់ជូនវាចេះតែបែកមេគៀងទៅពីព្រោះទី1យើងមានប្រាក់ចំណូលទី2យើងបង្កើនចំណេះអត់បាច់ទៅរៀនសាលាទេមើល YouTube លើកនេះតែមើលកំស្រាឲ្យគេទៅគ្នាហ្នឹងបានអត់ចេះមើល YouTube ស្ដាប់បានចេះតែមើលទៅហើយរៀនមួយទៀតគឺរៀនអង់គ្លេសទោះបីមុខរបរហ្នឹងអត់និយាយអង់គ្លេសក៏ចេះភាសាអង់គ្លេសតាំងរឿងច្រើនចឹងរៀនថែមទៀតចាស់ពេកមួយម៉ាត់តែសក់ស្ដាយហើយហ្នឹងគឺរៀនយកទៅគិតអៀងទំនេះយកទៅគិតមុខរបរនៅដែរតែបើសិនជារៀនដូចខ្ញុំនិយាយណារៀនដូចតាមនិយាយមុខរបរចៅនឹងរីកធំឡើងបន្តិចម្ដងពីព្រោះចៅមានចំណេះចៅមានបញ្ញាចៅមើលឃើញការលូតលាស់និងមើលឃើញរបៀបបង្កើតមេឃៀងណាគាត់ណា